ការបត់ជើងតូចញឹកញាប់អាចប៉ះពាល់ដល់សុខភាពស្ត្រីឬទេជំរាបសួរនាងខ្ញុំវិជ្ជបណ្ឌិតទីសវណ្ណរតន៍បម្រើការងារនៅមន្ទីរសម្រាប់ព្យាបាលនិងសម្ភពមាតាការបត់ជើងតូចជាធម្មតាគឺអាចចន្លោះពី6ដងទៅ8ដងនៅពេលថ្ងៃនិង1ដងទៅ2ដងនៅពេលយប់ហើយចំនួននេះនឹងកើនឡើងករណីស្ត្រីមានផ្ទៃពោះឬស្ត្រីអស់រដូវពិសេសស្ត្រីដែលមានអាយុលើសពី70ឆ្នាំឡើងករណីខ្លះទៀតស្ត្រីគឺគាត់ទម្លាប់ក្នុងការបត់ជើងតូចញាប់គឺមិនចូលចិត្តទប់នំយូរឬករណីខ្លះគាត់ទម្លាប់ឲ្យតែញ៉ាំទឹកគឺគាត់ទៅបត់ជើងតូចចេញហើយឬករណីដែលស្ត្រីគាត់ញ៉ាំទឹកច្រើនក៏ឲ្យគាត់ទៅបត់ជើងតូចញឹកញាប់ដែរការបត់ជើងតូចញឹកញាប់ដែលមិនមានមូលហេតុគឺមិនមានផលប៉ះពាល់ដល់ស្ត្រីទេគ្រាន់ពេលខ្លះវាអាចរំខានស្ត្រីក្នុងការចូលបន្ទប់ទឹកច្រើនដងតែការបត់ជើងតូចគឺជាការបញ្ចេញនូវជាតិពុលពីក្នុងខ្លួននិងការទម្លាប់បត់ជើងតូចច្រើនដងគឺបញ្ចេញនូវមេរោគមិនឲ្យទុំជាប់នឹងភ្នាសផ្លោកនោមឬរនោមដែលកាត់បន្ថយការឆ្លងរោគក្នុងទឹកនោមចំពោះការបត់ជើងតូចញាប់មួយចំនួនអាចជារោគសញ្ញានៃជំងឺដូចជាការរលាកផ្លោកនោមដោយមេរោគមានជំងឺទឹកនោមផ្អែមមានជំងឺស្រុតស្បូនឬមានដុំស្បូនសង្កត់លើផ្លោកនោមមានការបង្ករោគនៅតំបន់ពិសេសរបស់ស្ត្រីដែលធ្វើឲ្យរលាកដល់រនោមឬដោយសារតែមានជំងឺ stress ឬមានជំងឺទាក់ទងនឹងខួរក្បាលឬសរសៃបញ្ជាពីខួរក្បាលមកផ្លោកនោមដែលធ្វើឲ្យមានការបត់ជើងតូចញឹកញាប់ចំពោះការបត់ជើងតូចញឹកញាប់ដោយមានមូលហេតុស្ត្រីត្រូវទទួលការព្យាបាលឲ្យបានត្រឹមត្រូវព្រោះមូលហេតុដែលបណ្ដាលឲ្យបត់ជើងតូចញឹកញាប់នោះវាអាចប៉ះពាល់ដល់សុខភាពរបស់ស្ត្រីសូមស្ត្រីមកជួបជាមួយនឹងគ្រូពេទ្យដើម្បីធ្វើការឆែកសុខភាពឲ្យបានត្រឹមត្រូវដើម្បីជៀសវាងពីការប៉ះពាល់សុខភាពនានាមកពីការបត់ជើងតូចញឹកញាប់សូមស្ត្រីគ្រប់រូបប្រកបដោយសុខភាពល្អសូមអរគុណសូមជម្រាបលា